នាថ្ងៃច័ន្ទទី16ខែកុម្ភៈឆ្នាំ2026ឯកឧត្តមឆៃរិទ្ធីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទរួមជាមួយលោកស្រីយ៉ាស្មីនស៊ីតឌីជីនាយិកាប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍអាស៊ី ADB បានអញ្ជើញចុះទស្សនកិច្ចពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍនិងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទប្រកបដោយនិរន្តរភាពនៅក្នុងខេត្តកំពង់ស្ពឺក្នុងដំណើរចុះពិនិត្យនោះមានការអញ្ជើញចូលរួមដោយឯកឧត្តមថ្នាក់ដឹកនាំនៃក្រសួងនិងមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺនិងអាជ្ញាធរស្រុកបរសែតផងដែរបន្ទាប់ពីជួបសំណេះសំណាលជាមួយរដ្ឋបាលឃុំផុងរួចគណៈប្រតិភូបានអញ្ជើញទស្សនកិច្ចនិងត្រួតពិនិត្យវឌ្ឍនភាពគម្រោងចំនួន5ទីតាំងដូចខាងក្រោមទីតាំងទី1នៅក្នុងបរិវេណវត្តទួលគ្រួសដោយបានពិនិត្យការផលិតពាងទឹកសម្រាប់ចែកជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិគោដៅនិងជួបសំណេះសំណាលជាមួយកម្មករផលិតពាងនិងក្រុមគ្រួសារដែលទទួលបានផលប្រយោជន៍ពីការផលិតពាងទីតាំងទី2ត្រួតពិនិត្យទីតាំងអណ្ដូងទឹកប្រើដោយប្រព័ន្ធថាមពលអគ្គិសនីមួយកន្លែងស្ថិតក្នុងភូមិដំបូកខ្ពស់ទីតាំងទី3អណ្ដូងស្នប់ដៃមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងវែងទីតាំងទី4អណ្ដូងទឹកប្រើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យមួយកន្លែងស្ថិតក្នុងភូមិត្រពាំងវែងនិងទី5ស្រះទឹកសហគមន៍មួយកន្លែងមានបណ្ដោយ130ម៉ែត្រនិងទទឹង58ម៉ែត្រដែលមានសភាពគោករាក់មិនអាចស្តុកទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំងបានហើយបានណែនាំមន្ត្រីជំនាញសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពិនិត្យលទ្ធភាពបច្ចេកទេសស្ដារជូនប្រជាពលរដ្ឋក្នុងឱកាសពិនិត្យសមិទ្ធផលនានារបស់គម្រោងនៃឱកាសនោះឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូរួមដំណើរបានអញ្ជើញពិនិត្យគុណភាពផ្លូវក្រាលកៅស៊ូ2ជាន់ DBST និងក្រាលបេតុងមួយខ្សែមានប្រវែងសរុប 11.10 គីឡូម៉ែត្រទទឹង8ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ4ត្រង់ចំណុចភូមិសម្បួរឃុំមហាសាំងទៅដល់ភូមិព្រៃឃុំព្រៃក្មេងស្រុកភ្នំស្រួចដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន1120គ្រួសារស្មើនឹង6050នាក់និងអ្នកទទួលផលដោយប្រយោលចំនួន2160គ្រួសារស្មើនឹង11660នាក់ខ្សែភ្លើងនេះត្រូវបានអនុវត្តសាងសង់ដោយក្រសួងអភិវឌ្ឍជនបទក្នុងឆ្នាំ2019ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន2 ORIP2 ដោយប្រើប្រាស់ថវិកាសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជានិងហិរញ្ញប្បទានឥណទានពីធនាគារអភិវឌ្ឍអាស៊ី ADB បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូរួមដំណើរបានបន្តអញ្ជើញពិនិត្យស្ថានភាពស្ពានបេលេមួយកន្លែងមានបណ្ដោយប្រវែង12ម៉ែត្រទទឹង4ម៉ែត្រសាងសង់ក្នុងឆ្នាំ2025ដែលតភ្ជាប់ពីភូមិដំបូកខ្ពស់ឃុំផុងស្រុកបរសែតខេត្តកំពង់ស្ពឺឆ្លងទៅកាន់ភូមិផ្លូវលោកឃុំត្រពាំងក្រញូងស្រុកត្រាំកក់ខេត្តតាកែវ